លោកត្រាំគម្រាមទម្លាក់ក្របបាច់សន្ធឹកសន្ធាប់លើអេរ៉ង់វាតតែខ្លាចជាសម័យយុគថ្មវិញនៅក្នុងការថ្លែងការណ៍ពិសេសតាមកញ្ចក់ទូរទស្សន៍កាលពីយប់ថ្ងៃពុធទី1ខែមេសាឆ្នាំ2026លោកប្រធានាធិបតី Donald Trump បានប្រកាសក្តាញ់ក្តីថាសហរដ្ឋអាមេរិកចិត្តសម្រេចបាននៅការបញ្ចប់សង្គ្រាមនៅប្រទេសអ៊ីរ៉ង់ហើយដោយនឹងមានយុទ្ធនាការទម្លាក់គ្រាប់បែកយ៉ាងសន្ធត់ក្នុងរយៈពេល2ទៅ3សប្តាហ៍ចុងក្រោយដើម្បីផ្ដាច់ព្រាត់សង្គ្រាមនេះតែម្ដងយោងតាមសារព័ត៌មាន Axios លោក Trump បានគម្រាមវាយប្រហារទាល់តែអ៊ីរ៉ង់ត្រឡប់ទៅកាន់សម័យយុគថ្មវិញហើយថានឹងកំទេចរោងចក្រអគ្គិសនីទាំងអស់រួមទាំងអាចឈានដល់ការបាញ់កំទេចអណ្ដូងប្រេងនៅទូទាំងប្រទេសអ៊ីរ៉ង់ផងដែរប្រសិនបើមិនមានកិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវបានធ្វើឡើងនោះទេលោកបានថ្លែងថាបើគ្មានកិច្ចព្រមព្រៀងយើងនឹងវាយប្រហាររោងចក្រផលិតអគ្គិសនីនីមួយៗរបស់ពួកគេឲ្យធ្ងន់ធ្ងរបំផុតហើយប្រហែលជាធ្វើឡើងក្នុងពេលដំណាលគ្នាក្រោយការថ្លែងសន្និកថានេះទីផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងហើយតម្លៃប្រេងបានហក់ឡើងខ្ពស់ដោយសារវិនិយោគិនបារម្ភពីមហន្តរាយសេដ្ឋកិច្ចនិងការបន្តបិទច្រកសមុទ្រ Hormuz លោកត្រាំបានអះអាងថាសង្គ្រាមនេះចាំបាច់ដើម្បីបញ្ឈប់ការស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញដោយបញ្ជាក់ថាលោកគឺជាអ្នកដោះស្រាយការគំរាមកំហែងដែលប្រធានាធិបតីមុនបានមើលរំលងលោកប្រធានាធិបតីបានប្រាប់ទៀតថាការផ្លាស់ប្ដូររបបមិនមែនជាគោលដៅនៃសង្គ្រាមនោះទេបើទោះបីជាធ្លាប់មានការអំពាវនាវឲ្យមានការងើបបះបោរកាលពីមុនក៏ដោយដែលលោកអះអាងថាថ្នាក់ដឹកនាំនៅទីក្រុងតេហេរ៉ង់នាពេលបច្ចុប្បន្នមិនសូវជ្រុលនិយមបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបត្រូវបានសម្លាប់ទោះបីជាយ៉ាងណាក៏ដោយបើតាមសារព័ត៌មាន The Hill អ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោកត្រាំអំពីការចរចាហើយប្រធានាធិបតីអ៊ីរ៉ង់លោកម៉ាស៊ូត ពេហ្សេគីយ៉ានបានប្រមានថាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់នឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមលោកត្រាំមិនបានកំណត់ថ្ងៃអវសានច្បាស់លាស់ឬលើកឡើងពីប្រតិបត្តិការជើងគោកដើម្បីដណ្ដើមយកដេប៉ូប្រេងនិងសម្ភារៈនុយក្លេអ៊ែរទេតែលោកបានសង្កត់ធ្ងន់ថាពិភពលោកកំពុងតាមដានខណៈដែលអាមេរិកកំពុងឈានទៅបញ្ចប់ការឈ្លានពានរបស់អ៊ីរ៉ង់សម្ពាធអន្តរជាតិនៅតែបន្តកាត់ឡើងខណៈនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer បានអំពាវនាវឲ្យមានអន្តរាគមន៍ដើម្បីការពារច្រកសមុទ្រ Hormuz ដោយសង្កត់ធ្ងន់ថាការបញ្ចប់សង្គ្រាមប្រហែលជាមិនអាចកាត់បន្ថយការគំរាមកំហែងដល់ពាណិជ្ជកម្មថាមពលពិភពលោកភ្លាមៗនោះឡើយទន្ទឹមនោះលោកត្រាំបានណែនាំឲ្យបណ្ដាប្រទេសអឺរ៉ុបទិញប្រេងពីអាមេរិកឬបើកច្រកនាវាចរដោយខ្លួនឯងសន្និកថានេះធ្វើឡើងចំពេលដែលសន្ទុះគាំទ្រលោកត្រាំបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានដោយសារសាធារណជននៅតែមានមន្ទិលចំពោះចំនួនដែលបានអូសបន្លាយហួរពីការវិភាគ4ទៅ5សប្តាហ៍ដែលលោកប្រធានាធិបតីបានកំណត់កាលពីដំបូង